តើសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនឹងផងដែរខ្ញុំចង់មកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបដាក់ខ្សែរូតដែលមានកតុយបែបនៅសល់ចុងសាច់អាវយើងបែបនេះដោយសារខ្ញុំឃើញបងប្អូនដែលគាត់បានចែកម្លែកនឹងច្រើនដែរពីរបៀបដាក់ហ្នឹងណាប៉ុន្តែរបៀបដែលធ្វើហ្នឹងគឺខ្ញុំធ្លាប់ធ្វើមកកន្លងយូរមកហើយប៉ុន្តែខ្ញុំគិតថាអត់ទាន់ពេញចិត្តអត់ទាន់ស្អាតត្រូវចិត្តខ្ញុំអញ្ចឹងណាបងប្អូនខ្លះគាត់បត់ឡើងលើហើយអាខ្ចប់កណាត់ហ្នឹងក៏ខ្ញុំធ្លាប់ធ្វើតាំងពីដើមមកដែរបងប្អូនហើយតាក់ជាមួយអត់តាក់មួយអំបោះហើយខ្ញុំអត់ដែរតាក់បងប្អូនតាក់ដែរតាក់មួយអំបោះនឹងតិចហើយនឹងដាក់អាតពុដូចខ្សែលាវអាវណាបងប្អូនធ្លាប់ធ្វើអញ្ចឹងប៉ុន្តែវិធីនេះគឺខ្ញុំរកឃើញយូរដែរបងប្អូនប៉ុន្តែអត់បានចែកម្លែកបងប្អូនហើយរបៀបកាត់ក្បាលរូតបងប្អូនកាត់មួយគឺត្រូវកាត់កញ្ចក់ឃើញថាស្រួលមែនដូចបងដែលគាត់បានខមមិននៅក្រោមវីដេអូខ្ញុំគាត់ថាឲ្យកាត់ជាមួយនឹងកន្ត្រៃកាត់កញ្ចក់ពេលដែលខ្ញុំត្រឡប់កាត់យូរឃើញថាស្រួលបងប្អូនហើយវិធីនេះបងប្អូនស្អាតធ្វើបែបចេះណានិយាយរួមការចែកម្លែករបស់ខ្ញុំនេះមិនមែនថាខ្ញុំប្រាប់បងប្អូនអញ្ចឹងបងប្អូនត្រូវទៅធ្វើតាមខ្ញុំទេបងប្អូនស្អាតសិនទៅបើឃើញថាស្អាតចាំយកបើអត់ស្អាតទេបងប្អូនធ្វើវិធីសាស្ត្របងប្អូនទៅព្រោះខ្ញុំចេះនេះដោយសារខ្ញុំដេរូតប្រកបរូតអីចឹងណាបងប្អូនហើយយើងមិនកាច់ក្បាលបែបអញ្ចឹងហើយក៏នឹកឃើញថាអូរូតហ្នឹងយើងមកកាច់អញ្ចឹងទៅប្រហែលជាអត់អីទេដំបូងខ្ញុំគិតថារបូតក្បាលហ្នឹងបងប្អូនពេលដែលយើងដែលដកថ្មិញដកអីហើយអញ្ចឹងទៅហើយយើងកាច់អញ្ចឹងខ្ញុំគិតថារបូតក្បាលរូតហើយខ្ញុំក៏សាកមួយណាបងប្អូនអញ្ចឹងហើយបានឃើញថាសាកទៅអត់ជ្រុះទេបងប្អូនអត់ជ្រុះក្បាលទេវិធីសាស្ត្រនេះណាហើយក៏សាកដឹងយូរហើយដែរប៉ុន្តែដែលបានចែកម្លែកបងប្អូនពីរបៀបធ្វើនឹងហើយព្រោះខ្ញុំត្រឡប់តាជួនកាលខ្ញុំដេក្បាលរូតនឹងបកឡើងមកលើជើងវិញបងប្អូនដើម្បីដេតបកក្បាលបកប្រវត្តិជាមួយនឹងគុណទៅគឺជាការស្រាចែងអញ្ចឹងក៏បាននិយាយរួមវាមានរបៀបច្រើនណានៃការបញ្ចូលរូតហ្នឹងទុកក្បាលរូតហ្នឹងអញ្ចឹងខ្ញុំអត់សូវទម្លាប់ដាក់អាចេញកតុយនឹងទេបងប្អូនប៉ុន្តែដឹងយូរដែរហើយប៉ុន្តែអត់ដែលបានចែកម្លែកអញ្ចឹងណាបងប្អូនហើយថ្ងៃហ្នឹងក៏ចេញវីដេអូមកចែកម្លែកពីចំណុចហ្នឹងព្រោះមានបងគាត់ចែកម្លែកជាច្រើនដែរប៉ុន្តែវិធីសាស្ត្រគាត់ផ្សេងពីខ្ញុំអញ្ចឹងទៅអានេះវាវិធីសាស្ត្រខ្ញុំប្រាប់ទៅបងប្អូនណាបងប្អូននេះគឺរួចរាល់ហើយប៉ុណ្្នឹងឯងបងប្អូនបើបងប្អូនចង់ដាក់បែបអញ្ចឹងបងប្អូនអាចសាកល្បងធ្វើតាមវិធីសាស្ត្រនេះបានបើគិតថាល្អក៏យកទៅបងប្អូនបើគិតថាអត់ល្អទេបងប្អូនធ្វើតាមវិធីសាស្ត្របងប្អូនដូចខ្ញុំនិយាយនៅដើមវីដេអូអញ្ចឹងណាហើយអរគុណច្រើនបងប្អូនទាំងអស់គ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនហើយអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានចូលមក follow page ខ្ញុំណាហើយចាំជួបគ្នានៅវីដេអូក្រោយជាបន្តបន្ទាប់ទៀតបងប្អូននិយាយថ្ងៃហ្នឹងបងប្អូនផុងអត់ជាប់នោះផុងអត់ជាប់បានបន្តិចនោះអត់ចាប់អារម្មណ៍ដឹងតើតាធ្វើវីដេអូបង្ហាញបងប្អូនបានឃើញថាកន្លែងហ្នឹងផុងអត់ជាប់បងប្អូនហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នារួចរាល់ហើយបាយបាយ